Hello បាទពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនទីស្រឡាញ់ទាំងអស់គ្នាឥឡូវនេះខ្ញុំបាទកំពុងតែនៅរថយន្ត Chevrolet Colorado High Country Edition ស៊េរីឆ្នាំ2026បាទអារម្មណ៍ផ្ទាល់តែម្ដងសម្រាប់បើកបររថយន្ត pick up នេះមានអារម្មណ៍ថាជាកំពុងតែអង្គុយក៏ដូចជាកាន់ចង្កូតរថយន្ត SUV អញ្ចឹងបាទទី1គឺតកតងជាមួយទៅនឹងចង្កូតជាប្រភេទចង្កូតអេឡិចត្រូនិកបើកបរងាយស្រួលធូរបាទបើកលឿនគឺសភាពរឹបតឹងអូតូម៉ាទិកតែម្ដងហើយនៅលើមុខងារនៅលើដៃចង្កូតនេះផងដែរគឺមានពហុមុខងារច្រើនមែនទែនបាទហើយមិនត្រឹមតែប៉ុណ្ណោះយើងអាចកំណត់មុខងារផ្សេងនៅលើដៃចង្កូតនេះតាមទៀតដូចជាយើងអាចសេរីតកតងជាមួយទៅនឹងប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាពចិត្តឆ្ងាយមធ្យមយើងអាចប្រើមុខងារអឺ cruise control កំណត់ល្បឿននៅលើដៃចង្កូតយើងអាច set speed limit ដើម្បីកំណត់ល្បឿនណាមួយកុំឲ្យយើងជន់លើសល្បឿនដែលយើងកំណត់គឺយើងមានច្រើនមែនទែនយើងទទួលទូរស័ព្ទបិទទូរស័ព្ទបន្ថយសលេងតម្លាក់សលេងនៅលើដៃចង្កូតនេះអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនថាសម្រាប់ Chevrolet Colorado គឺមានមុខងារច្រើនមែនទែននៅលើដៃចង្កូតបាទមិនត្រឹមតែប៉ុណ្ណោះកុងទ័រជាប្រភេទ digital ហើយបងប្អូនអាចផ្លាស់ប្ដូរ style នៅក្នុងកុងទ័របានច្រើនរបៀបថែមទៀតគ្រាន់តែបងប្អូនធ្វើការចុចនៅលើប៊ូតុងនៅលើដៃចង្កូតនេះបងប្អូនអាចសេរី function ផ្សេងក៏ដូចជា style ផ្សេងបន្ថែមទៀតផងដែរបាទហើយបងប្អូនអាចពេញចិត្តនៅ style ណាមួយសម្រាប់បងប្អូនចង់បាននោះវានឹងធ្វើការផ្លាស់ប្ដូរអូតូម៉ាទិកតែម្ដងshow បងប្អូនមុខងារទៅលើ style មួយរបស់ function នីមួយហើយសម្រាប់ touch screen របស់យើងគឺកម្រិត HD តែម្ដងបងប្អូនអាចភ្ជាប់មុខងារ Apple CarPlay ឬក៏ Android Auto បានដូចជាក់ស្ដែងខ្ញុំកំពុងតែភ្ជាប់មុខងារ Apple CarPlay នេះអញ្ចឹង app មួយចំនួនគឺ show នៅក្នុង screen នេះតែម្ដងបាទហើយមិនត្រឹមតែប៉ុណ្ណោះថែមទៀតតកតងជាមួយទៅនឹង function ជាច្រើនតកតងជាមួយនឹងប្រព័ន្ធជំនួយនឹងការចុះចំណោទប្រព័ន្ធការពារផ្លូវល្អិលបាទប្រព័ន្ធមុខងារសុវត្ថិភាពរក្សាកន្លងរថយន្តរបស់យើងឲ្យនៅត្រឹមត្រូវបាទ parking បិទបើកមុខងារ parking មាន sensor មុខក្រោយមិនត្រឹមតែប៉ុណ្ណោះមាន wireless charge កន្លែងនេះបន្ថែមទៀតអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនបន្ថែមទៀតបើសិនជាបងប្អូនចង់ធ្វើការបើកបរសាកល្បងឬក៏បងប្អូនចង់បើកសាកនៅរថយន្ត High Country Built in America បន្ថែមទៀតបងប្អូនកុំភ្លេចឆាតមកខ្ញុំបាទផ្ទាល់ក៏ដូច call មកខ្ញុំបាទផ្ទាល់ខ្ញុំបាទនឹងទំនាក់ទំនងទៅបងប្អូននឹងយករថយន្ត Chevrolet Colorado ស៊េរីថ្មីនេះជូនបងប្អូនបើកសាកមុនធ្វើការសម្រេចចិត្តបាទអញ្ចឹងព័ត៌មានលម្អិតកុំភ្លេចតាក់ទងមកខ្ញុំបាទពីបុលសូមអរគុណសូមជម្រាបលា